បាទសួស្តីវីដេអូនេះផងដែរគឺខ្ញុំចង់បង្ហាញអំពីបញ្ហាដែលទាក់ទងជាមួយនឹងនៅពេលដែលយើងក្រោយពេលដែលយើងអាប់ដេតនៅ Windows ទៅវាមានបញ្ហាដូចជាសំឡេងមានបញ្ហាដូចជា driver មួយចំនួនវាអត់ស្គាល់ជា Wi-Fi អញ្ចឹងវាអត់ស្គាល់វាអត់ឡើងបាទអញ្ចឹងបញ្ហានេះគឺវាកើតឡើងក្រោយពីយើងធ្វើការអាប់ដេត Windows ទូទៅកាលណាដែលយើងអាប់ដេត Windows ទៅគឺ driver មួយចំនួនគឺវា allow ទៅតាមការអាប់ដេតរបស់ Windows ដែរឧទាហរណ៍ថា Windows ហ្នឹងគឺយើងអាប់ដេតយើងចូលទៅឆែកមើលកន្លែងអាប់ដេតទៅបាទកន្លែង setting អា Windows 10និង Windows 11គឺដូចគ្នាយើងចូល setting យើងចូល Windows update មកហើយយើងឆែកទៅគឺវាអាប់ដេតលើផ្នែកអីគឺវា load ដល់ព័ត៌មានឲ្យយើងអញ្ចឹងពេលខ្លះយើងអត់បានអានយើងចេះ update ទៅវាធ្វើឲ្យ version របស់ driver វាផុតដូចជា version សំឡេងឬក៏ version Wi-Fi អញ្ចឹងវាផុតទៅវាអត់ស្គាល់ជាមួយនឹងប្រទេស chip អញ្ចឹងធ្វើឲ្យបាត់បង់បាទធ្វើឲ្យបាត់បង់កុំព្យូទ័រយើងអត់មានសំឡេងអត់មាន Wi-Fi អញ្ចឹងទៅអញ្ចឹងអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីចំណុចមួយដែលយើងត្រូវទឹកបិទនៅពេលដែលយើង update Windows ហើយគឺយើងមិនចាំបាច់ឲ្យ driver របស់យើង update ទៅតាមនៅ version របស់ Windows ទេអូខេតោះអញ្ចឹងចាប់ផ្ដើមដំបូងឡើយយើង Windows on មកបាទចូលមកនេះបងប្អូនវាយ gptit មកបាទ gptit មកបាទ .msc បាទអញ្ចឹងយើង run នៅ command មួយមកបាទអញ្ចឹងវាចូលទៅកាន់ local group បាទនេះបាទ local group editor នេះអញ្ចឹងចូលដល់នេះហើយបងប្អូនយកពាក្យថានេះ administrative template នេះចុចលើវាអញ្ចឹងមកបាទចុចសញ្ញាព្រួយហ្នឹងបន្ទាប់មកទៀតយើងយក Windows component បាទយក Windows component មកបន្ទាប់មកយើងអុសចុះក្រោមបាទអុសចុះក្រោមយើងរកពាក្យថា Windows update បាទនេះយើងចុចលើវាអញ្ចឹងមកបាទអញ្ចឹងយើងក៏លេខមកមើលនៅ comment ខាងនេះនេះគឺជា item description របស់យើងអញ្ចឹងយើងមកអុសរកពាក្យនេះបាទពាក្យ do not include driver with Windows update អាហ្នឹងមានន័យថាมันតម្រូវឲ្យអាប់ដេតនៅ drive របស់យើងជាមួយនឹងកំឡុងពេលដែល Windows វាធ្វើការអាប់ដេតអញ្ចឹងណាអញ្ចឹងត្រង់នេះបើសិនជាបងប្អូនឃើញពាក្យ no ដូច computer ខ្ញុំនេះអញ្ចឹងយើងចុចម៉ៅស្ដាំមកបន្ទាប់មកយើងយកពាក្យថា edit បាទអញ្ចឹងបន្ទាប់ពីយកពាក្យ edit ហើយយើងមកកន្លែងមកកន្លែងនេះបាទអញ្ចឹងត្រង់នេះកូនយើងយកពាក្យថា enable មកហើយចុច apply បន្ទាប់មក OK បាទអញ្ចឹងវាធ្វើការបើកហើយអញ្ចឹងកន្លែងហ្នឹងមានន័យថាมันអនុញ្ញាតឲ្យ driver របស់យើង update ទៅតាម Windows version របស់ Windows អញ្ចឹងទោះបីជា Windows យើង update ក៏ដោយក៏ driver របស់យើងគឺអត់មានបញ្ហាអី update ហើយវាអត់មានបាត់សម្លេងបាត់អញ្ចឹងណាបាទអញ្ចឹងអានេះគឺជាវិធីសាស្ត្រដើម្បីការពារកុំព្យូទ័រនៅពេលដែល update ទៅវាអាចករណីដែលបាត់សម្លេងបាត់អីចឹងបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន